ការទទួលទានទឹកដូងខ្ចីផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពដោយសារវាសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ជាច្រើនខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ 1. ការផ្ដល់ជាតិទឹកនិងទល់ឲ្យភាពអេឡិចត្រូលីតទឹកដូងត្រូវបានគេស្គាល់ថាជាកុភេសជ្ជៈកីឡាពីធម្មជាតិគឺវាសម្បូរទៅដោយជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម សូដ្យូម និងកាល់ស្យូមដែលជួយជំនួសជាតិទឹកដែលបាត់បង់បន្ទាប់ពីការធ្វើលំហាត់ប្រាណឬការងារហត់នឿយបង្ការការខ្វះជាតិទឹកក្នុងរាងកាយបានយ៉ាងល្អ 2. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មទឹកដូងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកម្ចាត់រ៉ាឌីកាល់សេរីនៅក្នុងរាងកាយកាត់បន្ថយភាពតានតឹងនៃកោសិកា Oxidative Stress និងជួយការពារកោសិកាពីការខូចខាត 3. ជំនួយដល់ប្រព័ន្ធរំលាយអាហារទឹកដូងមានផ្ទុកអង់ស៊ីមមួយចំនួនដែលជួយដល់ដំណើរការរំលាយអាហារក្រៅពីនេះវាក៏មានប្រសិទ្ធភាពក្នុងការបន្ធូរបន្ថយអាការៈចុកពោះឬបញ្ហាពោះវៀនមួយចំនួនផងដែរ 4. ល្អសម្រាប់សុខភាពបេះដូងដោយសារទឹកដូងមានជាតិប៉ូតាស្យូមខ្ពស់វាអាចជួយបញ្ចុះសម្ពាធឈាមសម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់នៅក្នុងឈាម 5. ជួយដល់សុខភាពស្បែកការទទួលទានទឹកដូងអាចជួយផ្ដល់សំណើមដល់ស្បែកពីខាងក្នុងសារធាតុចិញ្ចឹមដែលមានក្នុងទឹកដូងជួយឲ្យស្បែកមានសុខភាពល្អនិងមើលទៅភ្លឺថ្លា 6. កម្រិតជាតិស្ករទាបបើធៀបនឹងភេសជ្ជៈផ្អែមដែលមានលក់នៅលើទីផ្សារទឹកដូងមានកម្រិតកាឡូរីនិងជាតិស្ករធម្មជាតិទាបជាងដែលធ្វើឲ្យវាក្លាយជាជម្រើសដ៏ល្អប្រសើរសម្រាប់សុខភាពចំណាំទោះបីជាទឹកដូងមានអត្ថប្រយោជន៍ច្រើនប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាតម្រងនោមឬអ្នកដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមខ្ពស់ស្រាប់គួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងទទួលទានក្នុងបរិមាណច្រើន